ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់ក្នុងមេរៀនការរៀបលំដាប់ចំនួនទស្សភាគដែលយើងមានលំហាត់1ចូលរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំអញ្ចឹងលំហាត់នេះគឺគេចង់ឲ្យយើងរៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំមានន័យថារៀបចំនួនទស្សភាគណាដែលតូចជាងគេដាក់មុខបន្ទាប់មកតូចបន្ទាប់រហូតយើងរៀបដល់ខាងចុងគេគឺជាចំនួនទស្សភាគដែលធំបំផុតអញ្ចឹងយើងមើលចាយើងមានលំហាត់កដល់ខអញ្ចឹងយើងមើលលំហាត់កអញ្ចឹងដើម្បីអាចឲ្យយើងរៀបលំដាប់ចំនួនទស្សភាគបានគឺយើងត្រូវចេះប្រៀបធៀបរកចំនួនណាដែលតូចជាងគេដើម្បីដាក់មុខគេអញ្ចឹងដំបូងយើងត្រូវយកលេខតួទី1នេះទៅប្រៀបធៀបមួយតួទី2អញ្ចឹងយើងមាន 12.5 ធៀបនឹង2.7 អញ្ចឹងយើងឃើញថាតួទី1របស់យើងខ្ទង់ដែលធំបំផុតគឺខ្ទង់10យើងមានខ្ទង់រាយខ្ទង់10លេខ1 12.5 រីឯលេខតួទី2យើងឃើញថាខ្ទង់ធំបំផុតរបស់យើងគឺមានតែត្រឹមខ្ទង់រាយទេបើយើងមើលតាមខ្ទង់យើងអាចដឹងថាខ្ទង់តួទី1ហ្នឹងគឺធំជាង2.7 ហើយមានន័យថា 12.5 ធំជាង 2.7 អញ្ចឹងពេលយើងប្រៀបធៀបដឹងហើយអាហ្នឹងយើងទុកវាមក10អញ្ចឹងយើងត្រូវយក 2.7 ដែលតូចហ្នឹងយើងប្រៀបធៀបដើម្បីរកអាណាដែលតូចជាងគេដើម្បីដាក់មុខអញ្ចឹងយក 2.7 ហ្នឹងទៅប្រៀបធៀបនឹងតួបន្ទាប់គឺ 23.4 អញ្ចឹងអានេះបើយើងមើលខ្ទង់ដែលធំបំផុតគឺខ្ទង់10ហើយអានេះមានតែត្រឹមខ្ទង់រាយទេអញ្ចឹងមានន័យថា 23.4 នេះធំជាង 2.7 អញ្ចឹងមកតួនេះគឺយើងទុកទៀតយើងយក 2.7 ហ្នឹងទៅប្រៀបធៀបមួយតួទី4អញ្ចឹង 2.7 ហើយនឹង 0.85 បើយើងមើលខ្ទង់ធំបំផុតនៃតួទាំងពីរគឺខ្ទង់រាយដូចគ្នាហើយការរាប់ខ្ទង់រាប់អីគឺយើងបានរៀនរួចហើយយើងមើលតាមចុចឧទាហរណ៍ 27.58 អញ្ចឹងយើងមើលថាពីមុខចុចគឺខ្ទង់រាយពីមុខមកខ្ទង់ដល់ពេលពីខ្ទង់ខ្ទង់10រីឯក្រោយចុចខ្ទង់ភាគ10ខ្ទង់ភាគរយយើងត្រូវតែចេះមើលអាខ្ទង់ហ្នឹងបានយើងអាចធ្វើលំហាត់នឹងបានចេះទាំងប្រៀបធៀបចេះទាំងរាប់ខ្ទង់ឥឡូវយើងធ្វើការប្រៀបធៀបទៅអាហ្នឹងវាមានខ្ទង់រាយធំបំផុតត្រឹមខ្ទង់រាយដូចគ្នាហើយអញ្ចឹងយើងមើលអានេះលេខ2ហើយនិងលេខ0តើមួយណាធំជាងអញ្ចឹងគឺ2ធំជាង0អញ្ចឹងអាកន្លែងធំយើងទុកចោលយើងយកអាតូចហ្នឹងទៅប្រៀបធៀបនឹងខ្ទង់បន្តទៀតអញ្ចឹងយក 0.85 ទៅប្រៀបធៀបនឹង 14.3 អញ្ចឹងពេលយើងប្រៀបធៀបទៅអានេះធំបំផុតគឺខ្ទង់10រីឯអានេះគឺធំបំផុតខ្ទង់រាយហើយខ្ទង់រាយហើយលេខ0ទៀតអញ្ចឹងមានន័យថា 14.3 ហ្នឹងគឺធំជាង 0.85 ដោយសារ 0.85 ខ្ទង់ដែលធំបំផុតគឺមានតែត្រឹមខ្ទង់រាយទេហើយខ្ទង់រាយហ្នឹងលេខ0ទៀតហើយនេះគឺមានដល់ខ្ទង់10អញ្ចឹងទោះបីខ្ទង់រាយនឹងដល់8 9ក៏នៅតែតូចជាងខ្ទង់10ដែរអញ្ចឹង14.3 ហ្នឹងយើងទុកចោលអញ្ចឹងយើងបានរកឃើញចំនួនដែលតូចជាងគេបំផុតហើយអញ្ចឹងយើងយកវាមកដាក់សរសេរចម្លើយខាងក្រោមអញ្ចឹងយើងដាក់មកចម្លើយ1ពាក្យចូលនេះយើងអត់ដាក់ទេពេលដែលយើងសរសេរចម្លើយជាងយើងដាក់រៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំចាអញ្ចឹងយើងដាក់ចម្លើយ1រៀបលំដាប់ចំនួនទស្សភាគពីតូចទៅធំកអញ្ចឹងយើងដាក់ចំនួនដែលយើងប្រៀបធៀបហើយឃើញតូចជាងគេនឹងដាក់មុខគេអញ្ចឹងគឺយើងដាក់ 0.85 មុខគេបន្ទាប់មកយើងដាក់ក្បៀសមួយមកអាហ្នឹងប្រៀបដូចជាសញ្ញាខណ្ឌណាខណ្ឌតួនៃលេខមួយហ្នឹងកុំឲ្យចូលច្បុកច្បល់គ្នាអញ្ចឹងយើងដាក់សញ្ញាចុចលើហើយនឹងក្រោមនឹងមួយមកបន្ទាប់មកតើមួយណាដែលធំបន្ទាប់ពី 0.85 អញ្ចឹងមិញយើងប្រៀបធៀបឃើញថា 2.7 នៅចុងក្រោយគេយកទៅប្រៀបធៀបមួយ 0.85 អញ្ចឹងបន្ទាប់មកគឺ 2.57 ចា 2.7 គឺតូចជាងចំនួនតួផ្សេងអាហ្នឹងគឺធំបន្ទាប់ពី0.85 គឺ 2.57 បន្ទាប់មកនៅ3តួទៀតចា3តួទៀតឥឡូវអ្នកគ្រូលុប3តួទៀតហ្នឹងដើម្បីឲ្យយើងងាយស្រួលមើលអូខេអញ្ចឹងមាន12.5 23.4 និង 14.5 អញ្ចឹងអានេះធំបំផុតខ្ទង់ធំបំផុតសុទ្ធតែខ្ទង់10អញ្ចឹងខ្ទង់10យើងមើលតើមួយណាដែលតូចជាងគេអានេះ23នេះដល់អាធំជាងគេដាច់ហើយអាហ្នឹងទុកក្រោយគេអញ្ចឹងនៅ12និង14អញ្ចឹង12គឺតូចជាង10
14 ប្រៀបធៀបខ្ទង់10មកលេខ1ដូចគ្នាខ្ទង់រាយអានេះលេខ2អាក្រោយនេះលេខ4អញ្ចឹង2តូចជាង4អញ្ចឹងបន្ទាប់មកគឺ 12.5 ចឹងយើងខាន់មកតួនឹងមួយទៀតមកបន្ទាប់មកចាគឺ14.3 និងតួចុងក្រោយចាធំជាងគេបំផុតគឺ 23.4 ចឹងយើងដាក់មក 23.4 សញ្ញាចុចរៀងតូចបន្តិចប៉ុន្តែបើយើងតាមដានវីដេអូគឺយើងអត់ច្រឡំទេតោះឥឡូវយើងមើលលំហាត់អក្សរខចាអក្សរខលំហាត់អក្សរខយើងមាន 30.1 ប្រៀបធៀបនឹង 78.5 0.89 42.2 និង 0.78 ចឹងពេលដែលយើងចាប្រៀបធៀបបានមួយហើយគឺយើងត្រូវវៃឆ្លាតមើលថាតើលេខទាំងអស់ហ្នឹងលេខណាដែលមានតែត្រឹមខ្ទង់រាយដូចយើងមើលនេះ30វាដល់ខ្ទង់10ណា78យើងកាន់តែធំហើយអញ្ចឹងលេខដែលយើងកត់សម្គាល់គឺ 0.89 យើងពេលដែលយើងប្រៀបធៀបបានច្រើនគ្រាន់តែយើងមើលទៅគឺយើងអាចដឹងហើយនឹងអានេះ 0.78 អញ្ចឹងយើងធ្វើការប្រៀបធៀបទៅពីរហ្នឹងមកតើពីរហ្នឹងមួយណាដែលតូចជាងគេអញ្ចឹងអានេះខ្ទង់រាយ0ដូចគ្នាអានេះលេខ8អានេះខ្ទង់ភាគ10លេខ7អញ្ចឹង8វាធំជាង7អញ្ចឹងមានន័យថា 0.78 នេះតូចជាងគេបំផុតអញ្ចឹងយើងដាក់វាមកគេមកដោយសារយើងរៀបពីតូចទៅធំមានន័យថាតូចបំផុតហើយទៅដល់ចុងក្រោយធំបំផុតអញ្ចឹង 0.78 ដាក់មក 0.78 បន្ទាប់មកអាលេខដែលយើងប្រៀបធៀបហ្នឹងនេះ 0.89 ហ្នឹងយើងដាក់មកបន្ទាប់មកយើងប្រៀបធៀប3ទូទៀតដែលមាន 42.2 30.1 ហើយនឹង 78.5 លេខទាំង3ហ្នឹងធំបំផុតសុទ្ធតែខ្ទង់10អញ្ចឹងអានេះខ្ទង់10លេខ3នេះខ្ទង់10លេខ7អានេះខ្ទង់10លេខ4អញ្ចឹង3ហ្នឹងលេខ3លេខ7និងលេខ4មួយណាដែលតូចជាងគេគឺលេខ3តូចជាងគេអញ្ចឹងបន្ទាប់មកគឺ 30.1 ចា 30.1 បន្ទាប់មកយើងនៅ2ខ្ទង់ទៀតចាគឺនៅ 78.5 និង 42.2 អញ្ចឹងយើងប្រៀបធៀបខ្ទង់ដែលធំបំផុតមកអានេះលេខ7ខ្ទង់10អានេះខ្ទង់10លេខ4អញ្ចឹង4តូចជាង7អញ្ចឹង 42.2 តូចជាង 78.5 អញ្ចឹងយើងដាក់មក 42.2 ហើយនឹងតួចុងក្រោយអា78នឹងឯងនេះ 78.5 បន្ទាប់មកអានេះកណ្ដាស់ចាស់ណាគ្រូលុបចេញកុំឲ្យយើងច្បុកច្បល់ច្រឡំចឹងបន្ទាប់មកគឺលំហាត់គោយើងមើលទាំងអស់គ្នាលុបចេញសិនលំហាត់គោយើងមាន 0.7 5.30 52.1 62.25 និង 0.63 ចឹងយើងមានដល់ខ្ទង់10មាន2ខ្ទង់អាហ្នឹងយើងដឹងតែវាចាវានៅក្រោយគេហើយចឹងយើងមើលត្រឹមខ្ទង់រាយមាន 0.7 ចា 0.7 5.30 ហើយនឹង 0.63 ចឹង3នឹងមួយណាតូចជាងគេចឹងខ្ទង់រាយអានេះ0អានេះ5នេះ5នេះដឹងថាធំជាង0ហើយនេះ 0.63 ចឹងយើងប្រៀបធៀប 0.7 និង 0.63 មួយណាតូចជាងគេចឹងប្រៀបធៀបពីខ្ទង់ដែលធំបំផុតចឹងខ្ទង់រាយ0ដូចគ្នាស្មើគ្នាហើយអានេះលេខ7ខ្ទង់ភាគ10ហើយតួនេះលេខ6អញ្ចឹង6និង7មួយណាធំជាង7ធំជាងអញ្ចឹងតូចបំផុតគឺ 0.63 អញ្ចឹងយើងដាក់មក 0.63 គឺតូចជាងគេបំផុតបន្ទាប់មកមិញយើងប្រៀបធៀបមួយ 0.63 គឺ 0.7 អញ្ចឹងយើងត្រូវតែចារៀងរវិសតិចទៅចា 0.7
បន្ទាប់មកយើងនៅ3តួទៀតសម្រាប់ប្រៀបធៀបគឺ 5.30 ចា 5.30 ហើយនឹងអានេះលុបសិន 5.30 ហើយនឹង 52.1 និង 62.25 អញ្ចឹងពីរតួនេះយើងបានដាក់រួចហើយមិញហ្នឹងអញ្ចឹងនៅ3តួនេះប្រៀបធៀបអញ្ចឹង 5.30 52.1 62.25 មួយណាតូចជាងគេអញ្ចឹងអានេះខ្ទង់ធំបំផុតវាត្រឹមខ្ទង់រាយអានេះដល់ខ្ទង់10អានេះដល់ខ្ទង់10អញ្ចឹង5គឺតូចជាងគេអានេះដល់52អានេះដល់62អញ្ចឹងបន្ទាប់មកគឺ 5.30 5.30 បន្ទាប់មកគឺនៅ 52.1 និង 62.25 អញ្ចឹងយើងប្រៀបធៀបខ្ទង់10ទៅមួយលេខ5មួយលេខ6មួយណាតូចជាងអញ្ចឹងគឺលេខ5តូចជាងអញ្ចឹងគឺ 52.1 52.1 និងចុងក្រោយគេ 62.25 ដាក់មក62.25 អូខេ 62.25 មួយទៀតគឺលំហាត់អក្សរខួរចាលំហាត់អក្សរខួរចាយើងមាន 16.5 ធៀបឬក៏ត្រូវរៀបជាមួយនឹង 54.25 21.0 0.98 និង 0.10 មើលខ្លួនឯងមើលតើមួយណាដែលតូចជាងគេអាចមើលប៉ុណ្ណឹងមកកលិះនឹងអាចរកឃើញអត់អញ្ចឹងដំបូងគឺយើងត្រូវពិនិត្យដល់ពេលយើងស្ទាត់ហើយយើងយកដាក់តែម្ដងចាយើងរៀងលឿនណាអត់ប្រៀបធៀបដូចដំបូងរហូតទេដំបូងយើងអត់ស្ទាត់យើងធ្វើការប្រៀបធៀបឲ្យលម្អិតដល់ពេលយើងស្ទាត់ហើយមើលទៅឥឡូវនេះ 16.5 ចា 54.25 21.0 0.98 អញ្ចឹង 0.98 នេះតូចជាងអា3ខាងមុខហើយអញ្ចឹង 0.10 អញ្ចឹងយើងប្រៀបធៀបទៅពីរតួនេះមកអញ្ចឹងប្រៀបធៀបមកអានេះខ្ទង់រាយវាលេខ0អានេះខ្ទង់រាយក៏លេខ0ដែរបន្ទាប់មកយើងប្រៀបធៀបខ្ទង់ភាគ10អានេះលេខ9អានេះលេខ1អញ្ចឹង1គឺតូចជាង5 9អញ្ចឹង 0.10 នេះគឺលេខ1មានន័យថាវាតូចជាងគេបំផុតអញ្ចឹងយើងដាក់មក 0.10 បន្ទាប់មកអីគេគឺលេខដែលយើងយក0ចុចហ្នឹងទៅប្រៀបធៀបមួយគ្នាហ្នឹងនេះ 0.98 ព្រោះអីអានេះសក់ដល់ខ្ទង់10ទាំងអស់ហ្នឹងអានេះនៅខ្ទង់រាយហើយខ្ទង់រាយហ្នឹងលេខ0ទៀតអញ្ចឹងយើងយកមកដាក់មក 0.98 0.98 បន្ទាប់មកយើងនៅ3ខ្ទង់ទៀតធ្វើការប្រៀបធៀបគឺនៅ 21.0 54.25 និង 16.5 អានេះខ្ទង់ធំបំផុតរបស់វាមានន័យថាខ្ទង់10របស់វាលេខ1ហើយនេះលេខ5និងលេខ2 1 5 2មួយណាតូចជាងគេគឺលេខ1អញ្ចឹង 16.5 គឺតូចចាតូចជាងគេដាក់មក 16.5 16.5 អញ្ចឹងយើងនៅ2តួទៀតគឺនៅ 54.25 និង 21.0 អញ្ចឹងយើងប្រៀបធៀបខ្ទង់10មកអញ្ចឹងអានេះលេខ2ហើយអានេះលេខ5អញ្ចឹង2តូចជាង5អញ្ចឹងបន្ទាប់មកគឺត្រូវ 21.0 និងចុងក្រោយគឺ 54.25 54.25 អញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូកែតែលំហាត់លេខ1នឹងទេចាហើយវីដេអូបន្ទាប់បានអ្នកគ្រូកែលំហាត់បន្តទៀតដោយសារកុំឲ្យវាវែងពេកដោយសារវីដេអូនេះវាឡើង14នាទីជាងហើយបើសិនជាចូលចិត្តនិងចង់បានវីដេអូថ្មីកុំភ្លេចចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងចាសូមអរគុណច្រើននិងសូមជម្រាបលា